លោកគិតថាកម្ពុជានឹងគួរតែធ្វើអ្វីខ្លះទៅដើម្បីរក្សាភាពរឹងមាំរបស់ខ្លួនបាទខ្ញុំជឿជាក់ថាយើងមានទស្សនវិជ្ជាអំណោយផលច្រើនពីប្រទេសនៅជុំវិញខ្លួនទាំងអស់មិនថាប្រទេសចិនសហគមន៍អឺរ៉ុបនិងសហរដ្ឋអាមេរិកហើយការវិនិយោគមកពីក្រៅប្រទេសនេះគឺដើម្បីយើងជាឆក់យកឱកាសនេះពង្រឹងខ្លួនឯងពីព្រោះយុទ្ធសាស្ត្រយើងរយៈពេលវែងគឺការរស់នៅដោយខ្លួនឯងពឹងផ្អែកដោយខ្លួនឯងគឺតាមរយៈការពង្រឹងទៅលើការពង្រីកអាជីវកម្មខ្នាតទូចនិងខ្នាតមធ្យមហៅថា SME ការពង្រឹងផ្នែកអាជីវកម្មផ្នែក SME នឹងតើតើមានទស្សនវិជ្ជាអំណោយផលទៅលើការបញ្ចេញកម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុអានេះគឺជាទស្សនវិជ្ជាល្អហើយខ្ញុំមានអារម្មណ៍សប្បាយរីករាយពេលដែលជួបជាមួយមិត្តភ័ក្តិមកពីសិង្ហបុរីមកពីម៉ាឡេអីទស្សនវិជ្ជាគេនៅខាងនោះគឺគេរៀនចប់គេត្រូវធ្វើការឲ្យក្រុមហ៊ុនប៉ុន្តែអ្នកនៅស្រុកខ្មែរគឺរៀនចប់ចង់រកស៊ីដោយខ្លួនឯងនេះបង្ហាញថាទស្សនវិជ្ជាផ្នែករកស៊ីនៅស្រុកខ្មែរគឺមានអំណោយផលខ្ពស់ដែលម្នាក់គាត់អាចចង់រកស៊ីហើយនេះដែលជានិន្នាការល្អក្នុងការរីកចម្រើនពីប្រទេសកំពុងអភិវឌ្ឍទៅប្រទេសអភិវឌ្ឍក្នុងការឱកាសក្នុងការរកស៊ីដោយសារធនធានដើមអីផ្សេងគឺក្នុងលទ្ធភាពមួយដែលអាចធ្វើទៅបានការវិនិយោគមកពីប្រទេសចិនឬក៏ការវិនិយោគមកពីសហរដ្ឋអាមេរិកគឺជាទស្សនវិជ្ជាល្អក្នុងការពង្រឹងខ្លួនយើងរកចំណូលចូលស្រុកដូចជាការពង្រីករោងចក្រឬក៏ការកសាងខុនដូអចលនទ្រព្យអីផ្សេងគឺជាឱកាសសម្រាប់យើងកសាងហេដ្ឋារចនាសម្ព័ន្ធដីឡើងថ្លៃគឺប្រជាពលរដ្ឋមានចំណូលពីព្រោះធ្វើម៉េចដើម្បីសេដ្ឋកិច្ចដើរតើតែមនុស្សចាយលុយបើថ្ងៃសៅរ៍អាទិត្យនាំគ្នាដេកផ្ទះទាំងអស់គ្នាអត់ចាយលុយសេដ្ឋកិច្ចអត់ដើរទេអញ្ចឹងធ្វើម៉េចឲ្យមានចំណូលគឺមនុស្សមានការងារធ្វើក្នុងទស្សនវិជ្ជាបែបហ្នឹងយើងសង្កេតឃើញនៅក្នុងការរីកចម្រើននៅក្នុងឆ្នាំ2018នេះគឺមាននិន្នាការល្អខុសពីឆ្នាំ2013គឺដោយសារតែទស្សនវិជ្ជានយោបាយគឺមានស្ថិរភាពខ្ពស់ហើយគឺបង្ហាញពីទំនុកចិត្តរបស់ប្រជាពលរដ្ឋកម្ពុជាទៅលើការបោះឆ្នោតទំនុកចិត្តរវាងអ្នកវិនិយោគនៅក្រៅប្រទេសមកលើប្រទេសកម្ពុជាផងដែរអញ្ចឹងខ្ញុំរំពឹងទុកថានៅក្នុងខែ9ទៅមុខនឹងមានការវិនិយោគរាប់រយលាននិងរាប់កោតលានច្រើនដើម្បីជួយដល់ការវិនិយោគការទិញផ្ទះការទិញអចលនទ្រព្យដែលក្រ1លានពីព្រោះម្នាក់នាំគ្នាទិញអចលនទ្រព្យ50000 100000 20000ដើម្បីរកបានប្រាក់ចំណេញប៉ុន្តែដើម្បីចំណេញបានតើតើមានអចលនទ្រព្យឬការវិនិយោគធំគម្រោងធំដែលអាចធ្វើឲ្យអចលនទ្រព្យគាត់នឹងឡើងថ្លៃបានអញ្ចឹងអានេះគឺជាទស្សនវិជ្ជាល្អដែលយើងរំពឹងទុកថាក្រោយពេលខែ9ទៅកើតឡើងហើយខ្ញុំជឿជាក់ថានៅក្នុង